YSL Libre Vanilla Couture តំចេញឆ្នាំ2025 ជាកូនបើរបស់ YSL Libre ហើយមកដល់គេសិនស្អាតណាអាមុខនេះគឺគេសក់មាសអញ្ចឹងប៉ុន្តែអាចហៀងនេះគឺគេដាក់ថ្លាអ្នកនរគ្នាសម្រាប់ក្លិនរបស់វាគឺស្តៀងទៅនឹង YSL Libre EDP ដែរប៉ុន្តែខុសត្រង់ថាពេលដែលយើងបាញ់ដំបូងគឺវាមានក្លិនបែបហៀងខូចៗលាយជាមួយនឹងក្លិន alcohol បែបស្រាលៗសឿងៗណាហើយបន្ទាប់មកគឺវាមានក្លិនបែប vanilla ផ្អែមឈ្ងុយស្រទន់តាក់ទាញនៅក្នុងហ្នឹងសម្រាប់អានេះគឺអត់សូវមានក្លិនផ្កា lavender នៅក្នុងហ្នឹងទេចុះសម្រាប់បងអូនណាដែលគាត់ឆ្លាញ់ក្លិនបែប vanilla ជាងក្លិនផ្កា lavender អាចយកជាមួយនឹងអានេះបានបើ YSL Libre EDP ហ្នឹងគឺវាមានក្លិនបែបផ្កា lavender ច្រើនជាងហើយពេលដែលវា dry down ទៅគឺក្លិនបែបចេញមកគួរឲ្យតាក់ទាញគួរឲ្យយកចូលចិត្តគួរឲ្យចង់នៅចិត្តបែបចេញមកស្អាតស្អាតហៃសូកាលីបតែម្ដងសម្រាប់ភាពជាប់បាននេះគឺអាចជាប់បានយូរជាង YSL Libre EDP ដោយសារតែនេះគឺវាមានកំណត់ចំណាំ vanilla ច្រើននៅក្នុងហ្នឹងអញ្ចឹងវាអាចតោមជាប់ស្បែកបានច្រើនជាង YSL Libre EDP ប៉ុន្តែបើនិយាយពីតម្លៃវិញគឺអានេះវារៀងខ្ពស់50 ml នេះ$139អ្នកនរគ្នា free ដឹកអញ្ចឹងសម្រាប់បងអូនណាដែលគាត់ចង់បានប្រអប់នេះអាចទៅ page Alphamet